ហ្នឹងគឺជួយបំផុសស្មារតីកូនខ្មែរទាំងអស់ឲ្យស្រឡាញ់នៅមាតុភូមិជាតិរបស់ខ្លួនមិនត្រឹមតែប៉ុណ្ណោះថែមទាំងផ្ដល់នូវកម្លាំងចិត្តឲ្យបងកងទ័ពនៅជួរខាងមុខដែលពួកគាត់បានពលីជីវិតនៅក្នុងការការពារនៅជាតិមាតុភូមិរបស់យើងហើយនឹងការគោរពទៅដល់ដូនតាយើងទាំងឡាយដែលគាត់បានពលីជីវិតរាល់សង្គ្រាមពីមុនមកហើយនឹងដូនតាដែលគាត់បានកសាងប្រទេសយើងមកដល់បច្ចុប្បន្នផងដែរថ្ងៃមួយមានសត្រូវបតុសរាយមកដល់កាយសំចិនបដូរជីវិតសង្គ្រាមជាស្រស់ដល់បាទអញ្ចឹងក្នុងឱកាសនេះដែរខ្ញុំសូមផ្ដល់សារទៅដល់ថាយុវជនយើងទាំងអស់នៅទូទាំងប្រទេសកម្ពុជាហើយយុវជនដែលគាត់នៅក្រៅប្រទេសផងដែរដល់ពេលហើយដែលយើងចូលរួមគ្នាដើម្បីជួយជ្រោមជ្រែងប្រទេសជាតិយើងឲ្យរីកចម្រើនកាន់តែទៅមុខទៀតកុំឲ្យមានការឈ្លានពានពីប្រទេសជិតខាងហើយយើងគួរតែចូលរួមគ្នាក្នុងការស្វែងយល់ពីប្រវត្តិសាស្ត្រខ្លួនឯងបានច្បាស់លាស់ចូលរួមក្នុងការគាំទ្រផលិតផលជាតិផលិតផលទាំងឡាយដែលកូនខ្មែរយើងបានបង្កើតឡើងដោយផ្ទាល់ដៃហើយចូលរួមអភិវឌ្ឍផ្ដល់ព័ត៌មានទៅដល់សហគមន៍អន្តរជាតិឲ្យបានច្បាស់លាស់អំពីប្រទេសកម្ពុជាយើងផងដែរខ្ញុំសូមសំណូមពរទៅកាន់ពិភពលោកក៏ដូចជាពិសេសគឺអង្គការសហប្រជាជាតិឲ្យជួយស្វែងរកយុទ្ធធម៌ឲ្យប្រទេសកម្ពុជាយើងនៅអំពើឈ្លានពានមួយនេះដែលថៃបានព្យាយាមលួចនៅប្រាសាទរបស់យើងក៏ដូចជាឈ្លានពាននៅទឹកដីសម្រាប់នៅកងទ័ពរបស់យើងពីសង្គ្រាមនេះគឺយើងបានស្វែងយល់ថាយើងគួរតែឈប់ប្រើប្រាស់នៅផលិតផលប្រទេសក្រៅទាំងឡាយមិនត្រឹមតែប្រទេសថៃទេហើយយើងចាប់ផ្ដើមផលិតនិងប្រើប្រាស់នៅផលិតផលរបស់ជាតិយើងវិញការធ្វើដូច្នេះគឺវាមិនត្រឹមតែផ្ដល់ស្នាមញញឹមផ្ដល់ការងារឲ្យប្រជាពលរដ្ឋយើងទេគឺនឹងផ្ដល់ការរីកចម្រើននៃសេដ្ឋកិច្ចយើងពីមួយដំណាក់ទៅមួយដំណាក់រហូតដល់ថាអាចក្លាយជាប្រទេសមួយដែលអាចផ្គត់ផ្គង់នៅតម្រូវការរបស់ខ្លួនឯងផ្ទាល់បានដោយមិនត្រូវការពឹងពាក់ទៅលើប្រទេសណាឡើយក្នុងនាមយើងជាយុវជនទាំងអស់គ្នានិងជាទំពាំងស្នល់ឫស្សីយើងគប្បីខិតខំប្រឹងប្រែងរៀនសូត្របង្កើននូវចំណេះជំនាញនិងអភិវឌ្ឍនូវជំនាញរបស់ខ្លួនដើម្បីយកទៅធ្វើការតាមស្ថាប័ននានាដើម្បីអភិវឌ្ឍប្រទេសមិនត្រឹមតែប៉ុណ្ណោះយើងត្រូវតែខិតខំផ្សព្វផ្សាយនៅវប្បធម៌របស់ជាតិយើងទៅតាមបណ្ដាញសង្គមនានាតាមដែលយើងអាចធ្វើបានផងដែរនិយាយឲ្យខ្មែរយើងដោះស៊ូឡើងអូខេអូនអូនេះលេងលោអូនអរគុណបងអូនអរគុណAs a Cambodian citizen, we want peace, not war. សាលារៀនអន្តរជាតិ American AIS គុណភាពវិន័យនិងសេវាកម្ម